មើលវីដេអូ TikTok សុកស្រាប់តែឃើញវីដេអូមួយដែលយើងពេញចិត្តយើងចង់បានវីដេអូហ្នឹងដើម្បីយកទៅ post story ឬមួយក៏យកទៅកាត់តឬមួយក៏យកទៅ react ដើម្បីយើងផុសនៅក្នុង Facebook ឬមួយក៏ក្នុងទីផ្សេងជាដើមហ្នឹងទៅប៉ុន្តែនៅពេលដែលយើងចុច down វីដេអូហ្នឹងពី TikTok ទៅមានជាប់ logo TikTok ជាប់ឈ្មោះគេនៅហ្នឹងទៅញ៉ៃពីហ្នឹងទៅអញ្ចឹងនៅពេលដែលយើងយកទៅផុសអីទៅវាអត់ស្អាតវាអត់ទំនងបាទអញ្ចឹងតើធ្វើដូចម្តេចដើម្បីឲ្យបានវីដេអូនឹងស្អាតអត់មានជាប់ logo ជាប់អីឥឡូវនេះយើងចូលទៅធ្វើទាំងអស់គ្នាជាមួយខ្ញុំជាដំបូងយើងធ្វើការចូលទៅក្នុង TikTok បន្ទាប់ពីយើងចូលធ្វើការចូលទៅក្នុង TikTok ហើយយើងធ្វើការអស់រកមើលវីដេអូណាដែលយើងស្រឡាញ់ពេញចិត្តដើម្បីយកវីដេអូហ្នឹងទៅ download បន្ទាប់ពីយើងធ្វើការអស់ឃើញវីដេអូដែលយើងស្រឡាញ់ពេញចិត្តហើយយើងធ្វើការ copy link មកបន្ទាប់ពីយើងធ្វើការចុច copy link ហើយយើងធ្វើការចូលទៅក្នុង Google Chrome នៅពេលដែលយើងចូលកម្មវិធី Google Chrome ហើយយើងធ្វើការវាយអក្សរអង់គ្លេសដែលមានពាក្យថា free video download TikTok បន្ទាប់ពីយើងធ្វើការវាយអក្សរបែបហ្នឹងហើយគឺចេញមកបែបនេះគឺបងប្អូនត្រូវតែពិនិត្យឈ្មោះឲ្យច្បាស់ឈ្មោះរបស់វាហ្នឹងគឺមានឈ្មោះថា free video download TikTok បើសិនជាទូរស័ព្ទបងប្អូនខ្លះទៀតក៏នៅខាងក្រោមទូរស័ព្ទបងប្អូនខ្លះទៀតក៏នៅខាងក្រោមនឹងទៀតចឹងទៅតែបើទូរស័ព្ទខ្ញុំក៏នៅខាងលើចឹងទៅបងប្អូនអរគ្នាប៉ុន្តែក៏អត់ទៀងដែរគឺការនៅចំកណ្ដាលហ្នឹងចឹងទៅបងប្អូនអរគ្នាបាទអញ្ចឹងយើងធ្វើការពិនិត្យឈ្មោះឲ្យច្បាស់មុននឹងយើងធ្វើការចុចបន្ទាប់ពីយើងពិនិត្យច្បាស់ហើយយើងធ្វើការចុចចំឈ្មោះហ្នឹងទៅបន្ទាប់ពីយើងធ្វើការចុចចំឈ្មោះហ្នឹងហើយលោតមកដល់កន្លែងនេះយើងធ្វើការផាស link ដែលយើង copy មិញហ្នឹងចូលបន្ទាប់ពីយើងធ្វើការ copy link ចូលហើយយើងធ្វើការចុច down មកបន្ទាប់ពីយើងធ្វើការចុច down ហើយគឺយើងរងចាំដើម្បីឲ្យគេធ្វើការ download ពេញចឹងទៅបងប្អូនអរគ្នាបន្ទាប់ពីយើងធ្វើការ download ពេញហើយយើងចូលទៅមើលរូបភាពយើងតើ download បានហើយឬនៅតែបើសិនជាទូរស័ព្ទបងប្អូនខ្លះទៀតខុសគ្នាចឹងទៅយើងធ្វើការ down មកគឺអត់ទាន់ load ចូលទៅកន្លែងរូបភាពតែម្ដងទេគឺនៅជាប់នឹង file ហ្នឹងទៅអញ្ចឹងយើងធ្វើការ upload file បន្ថែមទៀតបងប្អូនអរគ្នាបាទអញ្ចឹងទូរស័ព្ទខ្ញុំគឺ download ហើយគឺ load ទៅកន្លែងរូបភាពតែម្ដងបាទអញ្ចឹងវីដេអូនេះក៏ឈានទៅដល់ទីបញ្ចប់ដែរកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំ upload វីដេអូបន្តទៀត